អីក៏ឆ្ងាញ់ម្ល៉េះទេណាខ្ញុំចូលចិត្តខ្លាំងណាស់ទឹកផ្លែឈើពិតជាឆ្ងាញ់មែនឈប់សិនឯងបំរើធ្វើស្អីគេហ្នឹងបោះចោលសម្បកកំប៉ុងនឹងណាបោះចោលទៅខាងក្រៅមិនបានទេអញ្ចឹងមានតែបោះចោលក្នុងបន្ទប់នឹងកុហកអស់ហើយចុះមិនបោះចោលទៅក្នុងធុងសម្រាមអត់មានធុងសម្រាមផងហ្នឹងបោះចោលកន្លែងណាទៅណអូនឹកឃើញហើយទៅឃើញមាត់ទន្លេបំរុងបោះចោលសម្រាមនៅទីនោះមិនបានទេនេះជាទន្លេទេតើជាកន្លែងតែមនុស្សម្នាហែលទឹកនិងស្ទូចត្រីលេងទេប៉ុន្តែមើលសុទ្ធតែសម្រាមប្រកាសជាកន្លែងបោះចោលសម្រាមហើយទេខុសហើយប្រកាសជាមានមនុស្សម្នាបានបោះចោលសម្រាមពីវាលពាកាលតាមដងទន្លេនេះហើយបានជាវាសុទ្ធតែសម្រាមអញ្ចឹងមិនអីទេទន្លេវាគង់តែហូរទៅបាត់អស់ទន្លេនឹងស្អាតដូចដើមឡើងវិញតែវាមិនដូចមាត់ឯងនិយាយទេទន្លេវាហូរយឺតណាស់នៅប្រទេសកម្ពុជាទន្លេនឹងស្ទះដោយសម្រាមពេលនោះចូលយើងគិតទាំងអស់គ្នាទៅមើលទន្លេនឹងខ្លាចទៅជាយ៉ាងណាខ្លាចជាយ៉ាងណាទៅណអូដឹងហើយវានឹងខ្លាចជាដីកោះថ្មីទេខុសហើយទុយទៅវិញទេទន្លេនឹងរួមទុយថ្ងៃណាមួយទន្លេនឹងកកស្ទះដោយសម្រាមចុងក្រោយបំផុតទឹកទន្លេនឹងឡើងលិចផ្ទះទាំងអស់គ្នាមិនខានហេអញ្ចឹងមែនទេវាមិនត្រឹមតែប៉ុណ្្នឹងទេបើនៅតែអញ្ចឹងទៀតទឹកកខ្វក់នឹងបង្កជារុយមូសនិងជំងឺឆ្លងផ្សេងជាមិនខានកុំនិយាយលេងសើចបំភ័យគ្នាវើយមិនតែប៉ុណ្្នឹងទេទឹកកខ្វក់នឹងជ្រាបចូលក្រោមដីហើយធ្វើឲ្យប្រភពទឹកក្រោមដីកាន់តែកខ្វក់ទីបំផុតវាក៏ប៉ះពាល់ដល់ដំណាំបន្លែបន្លប់ដែលយើងបរិភោគហើយសត្វដែលមានជីវិតក៏មិនអាចរស់នៅក្នុងទឹកទន្លេបានតទៅទៀតដែរអញ្ចឹងមានន័យថាសត្វបក្សាបក្សីដែលស៊ីសត្វល្អិតត្រីចំណីនោះក៏មិនអាចរស់រានមានជីវិតដែរមែនទេរូបភាពនេះជារូបអីគេហ្នឹងនេះជារូបភាពទន្លេនិងជីវៈចម្រុះពេលទឹកទន្លេឡើងកខ្វក់សត្វមានជីវិតដែលរស់នៅទីនោះជាពិសេសនៅខ្សែទឹកខាងលើមានច្រើនប្រភេទណាស់ក៏ប៉ុន្តែនៅខ្សែទឹកខាងក្រោមវិញសត្វមានជីវិតទាំងនោះនៅសល់កាន់តែតិចទៅដោយសារតែភាពកខ្វក់នឹងឯងយល់ហើយគឺមិនត្រូវបោះចោលសម្រាមនៅក្នុងទឹកទន្លេតទៅទៀតទេតាមពិតមិនមែនតែសម្រាមទេដែលគេបោះចោលក្នុងទន្លេនោះហេថាម៉េចហ្នឹងគឺក្រៅពីសម្រាមមានទឹកកខ្វក់ក៏ហូរចោលដែរចូលយើងគិតមើលតើមានប្រភពទឹកកខ្វក់អ្វីខ្លះទឹកសាប៊ូបោកខោអាវទឹកកខ្វក់បន្ទប់ទឹកបង្គន់និងកាកសំណល់ម្ហូបអាហារក្រៅពីនេះក៏មានទឹកកខ្វក់ចេញពីរោងចក្រនិងមន្ទីរពេទ្យជាដើមអញ្ចឹងមកជាទឹកទន្លេកាន់តែកខ្វក់ទៅម្យ៉ាងទៀតចំនួនប្រជាជនក៏កាន់តែឡើងជាលំដាប់ឥឡូវនេះចូលយើងក្រឡេកមើលក្រុងខ្ទះឈឺម្ដងតើយ៉ាងម៉េចដែរទន្លេជប៉ុនក៏មិនខុសពីទន្លេកម្ពុជាផងហ្នឹងពិសេសតែសម្រាមដែរហ្នឹងនៅប្រទេសជប៉ុនក៏មិនខុសពីប្រទេសកម្ពុជាដែរគិតត្រឹមទសវត្សរ៍ឆ្នាំ1960នោះគឺមានមនុស្សម្នាជាច្រើនបានបោះចោលសម្រាមពីវាលពាកាលដោយប្រទេសកម្ពុជាបច្ចុប្បន្ននេះអញ្ចឹងតែក្រោយមកទៀតក្រុងខ្ទះឈឺក៏បានកែប្រែមុខមាត់ដូចជារូបភាពនេះអញ្ចឹងអត់ចាំមែនបើជាស្អាតមែនតែគេធ្វើយ៉ាងម៉េចបានជាស្អាតយ៉ាងហ្នឹងក្រុងរោងចក្រនិងប្រជាពលរដ្ឋទាំងមូលបានរួមដៃគ្នាជាធ្លុងមួយឈប់បោះចោលសម្រាមពីវាលពាកាលហើយថែមទាំងរួមគ្នាខិតខំបោសសម្អាតទីក្រុងឡើងវិញជាលទ្ធផលក៏បានជាទីក្រុងដូចសប្តាហ៍នេះឯងការដែលសម្រេចបានទីក្រុងស្អាតប៉ុណ្ណឹងគឺមានវិធីមួយដែលយើងត្រូវថែរក្សាទុកជាកេរដំណែលតើវាជាអ្វីនោះគឺកិច្ចខិតខំប្រឹងប្រែងរៀបចំកសាងប្រព័ន្ធចម្រោះទឹកកខ្វក់ឲ្យទៅតែបានសម្រេចនេះឯងប្រព័ន្ធលូចម្រោះទឹកកខ្វក់វាជាអ្វីគេហ្នឹងប្រព័ន្ធលូចម្រោះទឹកកខ្វក់គឺសំដៅលើបណ្ដាញលូដែលដាក់កប់ក្រោមដីសម្រាប់បង្ហូរទឹកកខ្វក់ដែលបង្ហូរចេញពីផ្ទះនិងរោងចក្រជាដើមឬក៏ជាទឹកភ្លៀងនេះឯងឥឡូវទឹកកខ្វក់ដែលបង្ហូរចេញពីផ្ទះនិងរោងចក្រជាដើមត្រូវបង្ហូរចោលទៅក្នុងទន្លេបឹងបួដោយផ្ទាល់តែម្ដងមិនបានចម្រោះនោះទេតើ
ទឹកកខ្វក់នោះមិនត្រូវបានបង្ហូរចូលទៅក្នុងទន្លេបឹងបួដោយផ្ទាល់ទេគឺវាត្រូវបង្ហូរចូលទៅក្នុងបំពង់លូសិនហើយបំពង់លូក៏បញ្ជូនទឹកកខ្វក់ចេញពីផ្ទះនិងរោងចក្រជាដើមទៅស្ថានីយចម្រោះទឹកឲ្យស្អាតជាមុនសិនរួចទើបបង្ហូរចូលទៅក្នុងទន្លេនិងបឹងបួជាដើមវិញ មានវិធីអញ្ចឹងផង ក្រុងខ្ទេចឈឺឈឺដោយសារតែវិធីនេះឯងបានជាទឹកទន្លេបានស្អាតដូចសប្តាហ៍ថ្ងៃនេះប្រជាពលរដ្ឋក៏ផ្លាស់ប្ដូរផ្នត់គំនិតហើយត្រូវបានគេទទួលស្គាល់ថាទីក្រុងអច្ឆរិយៈនាទសវត្សរ៍ឆ្នាំ1980ពលគឺបរិស្ថានបានរស់រានមានជីវិតឡើងវិញហើយត្រូវបានគេនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយទាំងក្នុងនិងក្រៅប្រទេស អត់ចាំមែនណោះការធ្វើឲ្យស្អាតឡើងវិញវាមិនមែនជារឿងដែលថាมันអាចធ្វើទៅកើតឯណាអាគារនេះជាអ្វីគេហ្នឹង នេះគេហៅថាស្ថានីយចម្រោះទឹកកខ្វក់ ស្ថានីយចម្រោះទឹកកខ្វក់ អ្វីទៅដែលហៅថាស្ថានីយចម្រោះទឹកកខ្វក់វាជាកន្លែងដែលប្រមូលទឹកកខ្វក់ចេញពីផ្ទះនិងរោងចក្រជាដើមមកចម្រោះឲ្យស្អាតជាមុនសិនបន្ទាប់មកបង្ហូរទៅក្នុងទន្លេបឹងបួវិញនៅស្ថានីយចម្រោះទឹកកខ្វក់នេះមានបាក់តេរីល្អិតៗជាច្រើនដែលមិនអាចមើលឃើញដោយភ្នែកនោះទេវាជាអ្នកសម្អាតទឹកកខ្វក់ឲ្យស្អាតឡើងវិញម្ដងបន្តិចម្ដងបន្តិច អត់ចាំមែនណោះពេលដែលទឹកឡើងកខ្វក់ម្ដងហើយការធ្វើឲ្យវាស្អាតឡើងវិញនោះពិតជាការងារពិបាកមែនណោះ មែនហើយក៏ប៉ុន្តែបើគេបោះចោលសម្រាមបង្ហូរខ្លាញ់ឬប្រេងឆាជាដើមទៅក្នុងទន្លេបឹងបួដោយផ្ទាល់នោះសត្វមានជីវិតតូចតូចល្អិតល្អិតទាំងនោះមិនអាចរស់រានមានជីវិតទេ អញ្ចឹងត្រូវតែប្រុងប្រយ័ត្នមែនតែនហើយប្រសិនបើមានប្រព័ន្ធលូចម្រោះទឹកកខ្វក់ហើយទន្លេទាំងនេះប្រកាសជាបានស្អាតឡើងវិញជាមិនខាន បើធ្វើអញ្ចឹងបានមែននោះប្រកាសជាមានសត្វមានជីវិតនឹងមករស់នៅក្នុងទឹកទន្លេបឹងបួនេះឡើងវិញជាមិនខានចុះចំពោះយើងទាំងអស់គ្នាវិញអាចធ្វើបានទេដើម្បីចូលរួមសម្អាតទឹកទន្លេបឹងបួឡើងវិញ គឺយើងទាំងអស់គ្នាចូលរួមគ្នាសម្អាតទន្លេបឹងបួឡើងវិញ